ចាសសូមជម្រាបសួរពុកម៉ែបងប្អូនមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបធ្វើសម្លម្ជូរឃ្លោកជាមួយនឹងត្រីកញ្ជ្រឹកចែកជូនបងប្អូនទស្សនាទាំងអស់គ្នាចាត្រីកញ្ជ្រឹករបស់យើងមើលទៅតំណងគួរចង់ញ៉ាំមែនតែនបងប្អូនហើយបានសម្លម្ជូរជ្រះមាត់ទៀតគឺផ្ដាសាយអីហត់ទឹកសម្លក្តៅគឺញ៉ាំទៅគឺមានកម្លាំងបងប្អូនហើយជ្រះកបានល្អកាត់ស្លេះណាចាគ្រឿងផ្សំរបស់យើងបានរៀបចំរួចរាល់ហើយបងប្អូនចាយើងមានត្រីកញ្ជ្រឹកចំនួន2ខាំហើយយើងលាយជាមួយនឹងកូនត្រីផ្ទក់3ខាំយើងលាយចូលគ្នាបងប្អូនព្រោះអីយើងស្លរៀងច្រើនដែរឃ្លោកយើងហាន់ជាច្បាមូលបែបនេះប៉េងប៉ោះចំនួន4ផ្លែយើងហាន់មួយពុះជា4ទៅមានត្រួយអំពិលទុំប្រហុកប្រហែលជា5-6 ចង្វាមានម្អមចាឥឡូវយើងចាប់ផ្ដើមស្លតែម្ដងទៅបងប្អូនជាដំបូងយើងដាក់ដាំទឹកឲ្យពុះសិនណាបន្ទាប់មកទឹកយើងជិតពុះហើយយើងដួសដាក់ជ្រុំផឹកបតាទៅបងប្អូនទម្រាំតែយើងជ្រុំផឹកហើយគឺទឹកសម្លរបស់យើងគឺពុះតែម្ដងចាបន្ទាប់មកទឹកសម្លរបស់យើងពុះហើយយើងបង់ទឹកផឹកយើងចូលតែម្ដងទៅចំណែកផ្នែកកាច់យើងចាក់ចោលបងប្អូនណាហើយយើងដាក់ត្រីផ្ទក់របស់យើងដាក់ចូលតែម្ដងទៅចាយើងស្លសម្លម្ជូរត្រីកញ្ជ្រឹកអញ្ចឹងគឺរសជាតិឆ្ងាញ់ណាស់បងប្អូនខានញ៉ាំត្រីកញ្ជ្រឹកយូរហើយណាមួយត្រីកញ្ជ្រឹកយើងអត់សូវសបោបងប្អូនយូរមានម្ដងទេហើយយើងទុកឲ្យពុះមកពុះសិនណាបងប្អូនចាំយើងដាក់គ្រឿងតាមក្រោយឥឡូវទឹកសម្លរបស់យើងបានពុះហើយបងប្អូនអញ្ចឹងយើងចាប់ដាំដាក់គ្រឿងចូលតែម្ដងនេះខ្ញុំដាក់ប៊ីចេង1ចុងស្លាបព្រាបាយស្ករសកន្លះស្លាបព្រាបាយអំបិល1ចុងស្លាបព្រាបាយទឹកត្រីបន្តិចផងដែរហើយយើងដួសពពុះសនឹងចេញឲ្យអស់ឲ្យស្អាតណាបងប្អូនណាព្រោះពពុះសនឹងធ្វើឲ្យទឹកសម្លរបស់យើងអត់ស្អាតធ្វើឲ្យទឹកសម្លរបស់យើងល្អណាបន្ទាប់ពីយើងដួសពពុះស្អាតហើយយើងបង់បន្លែចូលតែម្ដងទៅឃ្លោកនឹងប៉េងប៉ោះហ្នឹងយើងដាក់ចូលដំណើរគ្នាតែម្ដងណាចាបន្ទាប់ពីយើងដាក់បន្លែរួចហើយយើងដាក់ត្រួយអំពិលទុំហ្នឹងចូលជាមួយគ្នាតែម្ដងហើយចំណែកត្រួយអំពិលទុំហ្នឹងយើងត្រូវការរំងាស់រៀងយូរបន្តិចបងប្អូនព្រោះអីតម្រាំទៅវាចេញជាតិជូរហើយបើសិនជាយើងស្ទើរជូរចាំយើងថែមម្ជូរអំពិលទុំទៀតណាបងប្អូនព្រោះអីត្រួយអំពិលទុំយើងរៀងតិចដែរបងប្អូនអញ្ចឹងយើងបើយើងស្ទើរជូរចាំយើងថែមអំពិលទុំតាមក្រោយណាហើយសម្លម្ជូរយើងស្លរៀងជូរបន្តិចបានឆ្ងាញ់បើស្ទើរជូរក៏អត់សូវឆ្ងាញ់ដែរបងប្អូនហើយឥឡូវសម្លរបស់យើងគឺពុះម្សៅទៀតហើយឃើញថាមានពពុះសហ្នឹងយើងដួសចេញឲ្យស្អាតឲ្យអស់មកបងប្អូនណាចាំមើលទៅតំណងគួរឲ្យចង់ញ៉ាំតែម្ដងណាត្រីកញ្ជ្រឹករបស់យើងមើលទៅតំណងណាបងប្អូនហើយបើបានមានម្ទេសទឹកត្រីម្ទេសចិច្ចហិលបងប្អូនគឺស្រូបពីលើត្រីរបស់យើងណាគឺរសជាតិឆ្ងាញ់មែនតែនហិលហើយហត់ទឹកសម្លក្តៅជូរជ្រះក៏ល្អបងប្អូនសម្រាប់អ្នកផ្ដាសាយអីណាហើយបងប្អូនភ្លក់មើលទៅស្ទើរអីថែមនងទៅណាតាមចំណង់ចំណូលចិត្តបងប្អូនណាហើយឃើញថាសម្លរបស់នេះខ្ញុំរៀងស្ទើរជូរបន្តិចនេះខ្ញុំបន្ថែមអំពិលទុំបន្តិចដែរបងប្អូនហើយបន្ទាប់មកយើងបង់ម្អមបង់ម្រះព្រៅចូលតែម្ដងណាដើម្បីឲ្យសម្លរបស់យើងឈ្ងុយកាន់តែឈ្ងុយថែមទៀតណាចាអរគុណបងប្អូនកុំភ្លេចជួយ like ជួយ share និង subscribe channel របស់នាងខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានវីដេអូជាច្រើនបន្តទៀតពីរបៀបធ្វើម្ហូបខ្មែររបស់យើងឥឡូវសម្លរបស់យើងគឺឆ្អិនហើយយើងដួសដាក់ចានរួចជាការស្រេចហើយយើងបន្ថែមម្ទេសពី3គ្រាប់ទៅបងប្អូនហើយយើងធ្វើទឹកត្រីម្ទេសញិចម្ទេសហិលស្រូបពីលើបាយសម្លរបស់យើងគឺរសជាតិឆ្ងាញ់មែនតើហើយសម្រាប់អ្នកផ្ដាសាយវិញគឺញ៉ាំទៅជ្រះកល្អបងប្អូនហត់ទៅគឺជូរជ្រះមានកម្លាំងតែម្ដងណាចាហើយក៏សូមអរគុណបងប្អូនដែលតាមដានរាល់វីដេអូនេះខ្ញុំសូមសំណាងល្អសុខភាពល្អគ្រប់ក្រុមគ្រួសារបើមានកំហុសខុសឆ្គងត្រង់ណាសូមអធិស្ឋានផងសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ